បងប្អូនទាំងអស់គ្នាតាមដានរឿងអីតាមដានចុះតែកុំភ្លេចតាមដាននៅរឿងរ៉ាវភូមិសាស្ត្រនយោបាយពិភពលោកប្រហែលថ្ងៃមកនេះយើងសិតតែដឹងហើយរឿងរ៉ាវដែលកំពុងតែផ្ទុះខ្លាំងមែនទែននៅក្នុងប្រទេសចិនជុំវិញការបោះសម្អាតផ្ទៃក្នុងបកកុម្មុយនីសចិនផ្ទាល់តែម្ដងហ្នឹងគឺធ្វើឲ្យពិភពលោកគឺក៏ក្តៅខ្លាំងមែនទែនសារព័ត៌មានធំមានដូចជា CNN Bloomberg ជាដើមហ្នឹងគឺសិតតែបានចុះផ្សាយអំពីគ្រោងការនៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីស៊ីចុងពីងដែលធ្វើឡើងដោយមន្ត្រីធំមន្ត្រីក្រាក់ដែលស្ថិតនៅក្រោមលោកស៊ីចុងពីងតែមកតំណទេនៅក្នុងការផ្ដោតនៅក្នុងការធ្វើរដ្ឋប្រហារហ្នឹងប៉ុន្តែសារព័ត៌មានរបស់ចិនគឺបាននិយាយថាមានការចាប់ខ្លួនមន្ត្រីធំទាំងអស់ហ្នឹងក្រោមហេតុផលពុករលួយក៏ដូចជាផ្ដោតព័ត៌មានសម្ងាត់ទៅឲ្យសហរដ្ឋអាមេរិកណាអានេះគឺជាព័ត៌មានដែលចេញផ្សាយពីប្រទេសចិនប៉ុន្តែសារព័ត៌មានពិភពលោកគឺបានចុះផ្សាយថាមេបញ្ជាការឬក៏មន្ត្រីធំទាំងអស់ហ្នឹងគឺមានគម្រោងនៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតីស៊ីចុងពីងអញ្ចឹងយើងដឹងហើយប្រទេសចិនគឺជាប្រទេសកុម្មុយនីសអញ្ចឹងក្រោមការដឹកនាំរបស់លោកស៊ីចុងពីងគឺមិនអាចមានអ្នកណាគេនៅលើគាត់បានទេហើយក្រុមការនៅក្នុងការទម្លាក់គាត់ហ្នឹងបើសិនជាដឹងគឺមន្ត្រីទាំងអស់ហ្នឹងប្រហែលជាអត់មានជីវិតនៅក្នុងការរស់នៅទេគឺគេស៊ើបអង្កេតហើយព្រមទាំងចាប់ក្រុមគ្រួសាររបស់លោកមន្ត្រីធំទាំងអស់ហ្នឹងជាង3000នាក់ទាំងអស់គ្នាជាង3000នាក់ឥឡូវនេះគឺកំពុងតែច្បុកច្បល់ឡើងមែនទែននៅក្នុងជួរមន្ត្រីឬក៏ជួររដ្ឋាភិបាលរបស់ប្រទេសចិនគឺគេចាប់ដើមសួរក៏ដូចជាស៊ើបអង្កេតផ្ទៃក្នុងថាតើអ្នកណាគេស្មោះត្រង់ជាមួយនឹងលោកស៊ីចុងពីងខ្លះអ្នកណាគេមានផែនការនៅក្នុងការក្បត់ខ្លះអញ្ចឹងយើងតាមដានព័ត៌មាននេះឲ្យមែនទែនព្រោះថាបើសិនជាមានការប្រែប្រួលនៅក្នុងប្រទេសចិននោះកម្ពុជាយើងក៏អាចនឹងមានការប្រែប្រួលផងដែរព្រោះទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជានិងចិនគឺជិតស្និទ្ធតាំងពីដើមមកហើយអញ្ចឹងបើសិនជាមានការប្រែប្រួលនោះទំនាក់ទំនងយើងនិងចិនក៏មានការប្រែប្រួលដូចគ្នាហើយយើងសិតតែដឹងហើយមួយរយៈចុងក្រោយនេះគឺគេហទំព័ររបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺបានបញ្ចេញឲ្យថាកម្ពុជារបស់យើងបានចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាពពិភពលោកដែលបង្កើតឡើងដោយដូណាល់ត្រាំព័ត៌មាននេះក៏យើងត្រូវតែតាមដានដែរខ្ញុំមិនចង់លម្អិតច្រើនទេបងប្អូនអាចស្វែងរកព័ត៌មានលម្អិតព័ត៌មានច្បាស់លាស់នៅតាមគេហទំព័រធំរបស់ប្រទេសកម្ពុជាយើងបាន